បងប្អូនបាទថ្ងៃនេះខ្ញុំបានថតជាវីដេអូឲ្យបងប្អូនបានឃើញនិងស្គាល់បងប្អូនខ្លះបានស្គាល់ហើយនេះគឺជាទីកន្លែងលោកតាលោកយាយដែលថែរក្សានៅទួលបារាយអណ្ដែតគឺនៅខេត្តព្រៃវែងនេះគឺជាទីកន្លែងដែលស័ក្តិសិទ្ធិសម្រាប់ខេត្តព្រៃវែងគឺមាននៅទីទួលកន្លែងនេះគឺទីកន្លែងដែលស័ក្តិសិទ្ធិអញ្ចឹងសម្រាប់បងប្អូនដែលអ្នកធ្វើការខាងមន្ត្រីរាជការឬក៏បងប្អូនធ្វើការអីទេគឺតែងតែមកបួងសួងសុំពរជ័យពីបារមីអស់លោកបារមីដែលថែរក្សានៅកន្លែងទួលរាយណែតនេះហើយនេះគឺជាកន្លែងបារមីដែលធំដែលថែរក្សានៅកន្លែងទួលនេះអញ្ចឹងសម្រាប់ទួលនេះគឺតាំងពីដើមមកគឺមិនដែលមានអ្នកណាមកផ្ចែងផ្ចាឬក៏ធ្វើអ្វីដែលមិនល្អប៉ះពាល់ដល់កន្លែងនេះបានទេព្រោះកន្លែងនេះគឺទីកន្លែងដែលស័ក្តិសិទ្ធិទីកន្លែងដែលមានគុណធម៌ដែលមិនអាចមានអ្នកណាដែលមកធ្វើអ្វីដែលប៉ះពាល់កន្លែងនេះបានទេសូម្បីតែកាលដែលទឹកធំឆ្នាំ2000ឬក៏2001ដែលទឹកធំទីកន្លែងនេះបើសិនជាយើងមើលពីចម្ងាយមកមិនសូវជាខ្ពស់ប្រហែលទេទូនេះប៉ុន្តែដល់ចូលមកដល់ទៅឃើញខ្ពស់ប៉ុន្តែកន្លែងនេះគឺអត់លិចទេណាបងប្អូនទោះជាយ៉ាងណាក៏ដោយអញ្ចឹងមានកន្លែងច្រើនកន្លែងដល់កន្លែងបារមីច្រើនគឺនៅតាមដំណាក់ផ្សេងគ្នានេះគឺកន្លែងសាលាឆាន់អញ្ចឹងមកទួលនេះគឺទួលអស់លោកគេថាទួលអស់លោកទួលនៅខាងទួលបារាយអណ្ដែតនៅខាងត្បូងខេត្តទីរួមខេត្តព្រៃវែងនៅខាងត្បូងចុងពមអញ្ចឹងសម្រាប់បងប្អូនដែលបានស្គាល់ហើយណាបងប្អូនអាចខមមិនបងប្អូនអាចប្រាប់ដល់យើងខ្ញុំដែលបានថតនេះពួកអីខ្ញុំទៅតែមកជាលើកទី1ទេដែលមកដល់កន្លែងនេះអញ្ចឹងអត់ទាន់បានស្គាល់អីច្រើនទេគាត់ថាដឹងដំណឹងភ្លាមថានៅមានទីទួលសម្រាប់ខេត្តព្រៃវែងទាំងមូលគឺនៅមានបារមីខាងទួលបារាយអណ្ដែតនេះគឺបារមីដែលថែរក្សានៅទីនេះគឺស័ក្តិសិទ្ធិណាស់អញ្ចឹងសម្រាប់បងប្អូនដែលមកសុំពរជ័យឬសុំដល់បារមីជួយរឿងអ្វីមួយនោះគឺតែងតែបានសម្រេចអញ្ចឹងបងប្អូនទាំងអស់គ្នាបានឃើញហើយសូមជួយនេះកូនចៅបានមកថតបានឃើញដល់កន្លែងបារមីដែលស័ក្តិសិទ្ធិនៅកន្លែងទីទួលនេះអញ្ចឹងគឺមានច្រើនណាស់ហើយខ្ញុំថតនេះវាពេលថ្ងៃក៏មិនអាចបានឃើញច្បាស់ប្រហែលទេអញ្ចឹងសម្រាប់បងប្អូនដែលរស់នៅខេត្តព្រៃវែងគឺបានស្គាល់ច្រើនពួកខ្ញុំមកក៏ស៊ូពួកគាត់ដែរនេះគឺដំណាក់ផ្សេងគ្នាខ្ញុំបាទក៏មិនបានស្គាល់អស់អញ្ចឹងសម្រាប់បងប្អូនដែលបានឃើញវីដេអូដែលខ្ញុំបាទថតនេះតិចខ្ញុំនឹងបង្ហោះដើម្បីឲ្យបងប្អូនបានឃើញបងប្អូនអាចជួយ like និង share ដើម្បីចែករំលែកឲ្យបងប្អូនដែលរស់នៅក្នុងខេត្តព្រៃវែងឬខេត្តផ្សេងដែលបានឃើញនៅវីដេអូនេះហើយដើម្បីមកលេងកម្សាន្តមកមើលឬក៏មកសុំការដែលបួងសួងសុំអ្វីមួយពីបារមីដែលថែរក្សានៅថាកោះបារាយអណ្ដែតនៅខេត្តព្រៃវែងខាងត្បូងខេត្តកន្លែងនេះគឺជាកន្លែងដែលស័ក្តិសិទ្ធិសូម្បីតែចំនួនដែលសង្គ្រាមកាត់ឡើងមកក៏កន្លែងនេះមិនមានអ្នកណាចូលធ្វើអ្វីបានទេដោយបារមីបរិសុទ្ធបារមីដែលថែរក្សានៅនេះគឺខ្លាំងពូកែណាស់ទីចឹងមិនមានអ្នកណាមកធ្វើអីបានទេតតែឥឡូវហើយបងប្អូនបានឃើញនេះដើមឈើនេះគឺដើមឈើទាលមានដើមនោះដើមពូហើយនឹងមានដើមឈើធំជាច្រើនទៀតអញ្ចឹង
បងប្អូនបានឃើញហើយមិនតិចឆ្នាំនោះទេនោះក៏ដើមពើបារាំងអ្នកសៀមរាបអ្នកបាត់ដំបងហៅដើមច័ន្ទគិរីឬក៏ដើមច័ន្ទរៃតែសម្រាប់ព្រៃវែងគឺហៅដើមពើបារាំងដើមពើទឹកបារាំងអញ្ចឹងសត្វដើមឈើនេះគឺធំមែនទែនហើយជាអាយុកាលនោះក៏មិនដឹងថាតាំងពីណាមកដែរខ្ញុំបាទទើបតែបានមកឃើញនៅដើមមជូរហើយនៅមានទីសំណាក់ផ្សេងគ្នាច្រើនមែនទែននៅកន្លែងនេះហើយក៏មានការកសាងរីកចម្រើនកសាងនោះក៏ច្រើនដែរហើយសម្រាប់បងប្អូនដែលធ្វើការធំគឺគាត់បានមកជួយជ្រោមជ្រែងនៅកន្លែងនេះខ្លាំងមែនទែនដោយសារតែការដែលគាត់មកសុំពរជ័យពីបារមីដែលជួយគាត់នោះភាគច្រើនគឺបានសម្រេចតាមគោលបំណងដែលគាត់ចង់បានតែសុំអ្វីដែលល្អរឿងល្អបើអ្វីដែលមិនល្អគឺបារមីមិនអាចជួយកើតទេអញ្ចឹងសម្រាប់បងប្អូនដែលបានឃើញនៅវីដេអូនេះបងប្អូនដែលបានស្គាល់ណាខ្ញុំបាទអត់បានរៀបរាប់នឹងបានក្បោះក្បាយស្គាល់ទេដោយសារតែខ្ញុំទុំតែមកដល់អញ្ចឹងបងប្អូនអាចបន្ថែមទៅលើនេះបានដើម្បីឲ្យឃើញរឹតតែច្បាស់ឲ្យដឹងពីប្រវត្តិរឿងរ៉ាវយ៉ាងណានោះបងប្អូនអាចបញ្ជាក់បានសូមអរគុណបងប្អូនអរគ្នា